តើ configuration មួយណាសមស្របសម្រាប់ចែក TikTok Live configuration ដែលខ្ញុំផ្ដល់អនុសាសន៍ជាញឹកញាប់ទៅកាន់អ្នកទាំងអស់គ្នាគឺ Phone Box Note 8 ជាដំបូង Note 8 មាន RAM 6GB ខណៈដែល S8 មានតែ 4GB ប៉ុណ្ណោះដូច្នេះការប្រើប្រាស់នឹងរលូនជាងទី2ពេលចាក់ញៀវតាក់វូឬ scale ញៀវម៉ាស៊ីនទាំង Note 8 និង S8 ដំណើរការស្តៀងគ្នាប៉ុន្តែភាពធន់របស់ hardware គឺខុសគ្នាផ្អែកលើការប្រើប្រាស់ពិតអត្រាខូច mainboard របស់ Note 8 ទាបជាងខ្លាំងឧទាហរណ៍ក្នុង 1000 ម៉ាស៊ីន Note 8 អាចខូចតែមួយគ្រឿងខណៈ S8 អាចខូចប្រហែល 1000 គ្រឿងទោះបីខុសគ្នាត្រឹម 0.1% និង 1% ក៏ដោយប៉ុន្តែវាសំខាន់ខ្លាំងពី scale ច្រើនដូច្នេះប្រសិនបើថវិកាអនុញ្ញាត Note 8 គឺជាជម្រើសល្អជាងបើថវិកាមានកំណត់ S8 ក៏នៅតែប្រើបាននិង scale បានល្អយើងបានលក់ S8 box រាប់រយហើយអតិថិជនជាច្រើនកំពុងចែកបានជោគជ័យអំពី ROM ទាំង Note 8 និង S8 ត្រូវបានដំឡើង S21 Ultra ROM Android 14 ការប្រើប្រាស់គឺងាយស្រួលណាស់ព្រោះវាជាទូរស័ព្ទ Android ធម្មតាភ្ជាប់ Wi-Fi បន្ថែម Proxy Login Gmail Download app ពី Google Play គ្មានការកំណត់ណាមួយទេបើអ្នកចាប់អារម្មណ៍ទិញ Phone Box Farm អាចតាក់ទងមកខ្ញុំដោយផ្ទាល់ខ្ញុំនឹងផ្ដល់ការពិគ្រោះនិងគាំទ្រពេញលេញ